Ok này ngày sau đây thì ngọc nhé và cùng một cái video của mình chân ngày nét nhông năng mò chạy lẽ opinion rồi có perspective mà chấm đốn từ làการเลือกลายរបស់មនុស្សមួយចំនួនដែលគេនិយាយថាហេតុអីបានជាមនុស្សដែលល្អមនុស្សដែលមានមនុស្សដែលល្អមានទឹកចិត្តល្អចេះយោគយល់អ្នកដទៃមិនប្រកាន់ច្រើនតែបែរជាទទួលបានការ treat ត្រឡប់មកវិញ in return ណាការត្រឡប់មកវិញហ្នឹងវាអត់ល្អជាការដែលមិនគោរពមិនឲ្យតម្លៃឬក៏ការមាក់ងាយផ្សេងៗដែរអញ្ចឹងខ្ញុំធ្លាប់ដកពិសោធន៍ដែរបាទខ្ញុំបានពិសោធន៍ទៅលើសកម្មភាពរបស់ខ្លួនឯងណាបាទបើន័យថាពេលដែលយើងព្យាយាមធ្វើល្អទៅកាន់ណាម្នាក់យើងលះបង់យើងឲ្យអ្វីដែលជារបស់តបខ្លួនយើងទ្រព្យធនផ្សេងៗក៏អីផ្សេងជាដំបូងផ្សេងយើងលះបង់យើងចែកម្លែកទៅឲ្យគេតែដល់ពេលក្រោយមករយៈក្រោយមកយើងមានអារម្មណ៍ថាការដែលយើងធ្វើជាមនុស្សដែលចិត្តល្អចេះជួយគេបាទយោគយល់ន័យថាយើងមិនប្រកាន់ច្រើនពេលដែលគេធ្វើអីលើសលុបមកលើយើងតិចតួចយើងអត់ប្រកាន់ច្រើនទេណាបាទវាបែរជាត្រឡប់មកវិញត្រឡប់ផលមកវិញទៅជារឿងដែលមិនល្អដូចជាមិនដូចជាការណាដែលយើងចិត្តល្អយើងចិត្តល្អទៅកាន់គេយើងឲ្យគេឲ្យអីអញ្ចឹងណាអញ្ចឹងអីដែលយើងទទួលបានមកវិញគឺជាការសុំជាការមិនជាការសុំnênថាជាការដែលគេ demand ឬក៏ស្នើសុំបន្តហើយបន្តទៀតរហូតដល់យើងមានអារម្មណ៍ថាយើងតែជាអ្នកឲ្យយើងចិត្តល្អយើងឃើញគេអត់គឺបើយើងចង់និយាយថាយើងចង់ជួយគេយើងឲ្យគេគោលដៅរបស់យើងជួយគេម្ដងហ្នឹងអញ្ចឹងតែដល់ពេលយើងជួយម្ដងទៅអាតម្រូវការវាចេះតែមកទៀតរកយើងហ្នឹងអញ្ចឹងយើងដល់ពេលណាដែលយើងសម្រេចចិត្តថាអូខ្ញុំឈប់ជួយទេខ្ញុំជួយកើតទេបើថាពេលហ្នឹងយ៉ាងក្រក់បំពេញភ្លាមអញ្ចឹងណាអញ្ចឹងគេចាប់ដើមថាយើង treat យើងថាយើងមិនល្អមិនអីដូចអីគេយើងអានថាខ្លួនឯងជាមនុស្សល្អអីចឹងទៅហ្នឹងហើយទី1ទី2តើតឹងនឹងទឹកចិត្តល្អការយោគយល់មិនប្រកាន់ច្រើនតែបែរជាយើងទទួលបានផលត្រឡប់ទៅស្នងវិញជាការមិនគោរពនិងការមាក់ងាយមកខ្លះអញ្ចឹងណាអញ្ចឹងពេលយើងធ្វើល្អយើងអត់សូវប្រកាន់គេទៅបែរជាយើងមានអារម្មណ៍មួយថាយើងអត់ប្រកាន់គេកាន់តែធ្វើរឿងហ្នឹងមកលើយើងអញ្ចឹងណានេះយើងដែរជួបឡើងថាបែរថាយើងអត់ប្រកាន់គេកាន់តែធ្វើរឿងមកលើយើងអញ្ចឹងទៅអញ្ចឹងត្រឡប់មកវិញខ្ញុំចង់បកស្រាយថាពេលដែលយើងធ្វើជាមនុស្សល្អយើងមានចិត្តល្អយើងមិនប្រកាន់ច្រើនយើងចេះអត់ឱនតែបើយើងទទួលបានផលមិនល្អវិញហ្នឹងវាមិនមែនជាកំហុសរបស់យើងទេយើងធ្វើទូទីយើងបានល្អហើយជាមនុស្សល្អនៅក្នុងសង្គមចេះជួយគេអីចឹងទៅហ្នឹងជាទូទីយើងធ្វើបានល្អហើយតែបញ្ហានៅត្រង់ថាយើង surrounded by មនុស្សដែលអត់ល្អបើថាយើងនៅក្នុងប្លុកមួយនៅក្នុងទីតាំងមួយកន្លែងមួយដែលពោពេញទៅដោយមនុស្សអត់ល្អបើថាយើងចាត់ទុកខ្លួនឯងជា giver ដល់ពេលយើងទៅនៅប្លុកដែលមានតែអ្នក receiver អ្នកដែលចង់បានអញ្ចឹងវាអត់មានអ្នកឲ្យយើងអញ្ចឹងគេថាពេលដែលយើងកាន់តែឲ្យគេកាន់តែមកណាទៀមទាអញ្ចឹងណាគេយើងធ្លាប់ឃើញគេចែកណោយចែកឲ្យមួយបើទឹកចិត្តមានចង់ជួយតែមានច្រើនតែជួយមួយទៅលុយមកគាត់ទៅច្រើនតែដែរអញ្ចឹងណាបាទន័យថាពិភពលោកយើងពីច្រើនគឺវាអញ្ចឹងអូពេញទៅដោយអ្នកដែលចង់បានតែមិនសូវមានអ្នកដែលឲ្យអញ្ចឹងណាហ្នឹងយើងទទួលស្គាល់ហើយណាហើយទី2កន្លែងនេះយើងរស់នៅហ្នឹងបាទន័យថាជាមនុស្សដែលគេអត់ស្រឡាញ់នឹងអត់យល់ពីយើងពិតប្រាកដព្រោះតែកាលណាមកគេស្រឡាញ់គេយល់ពីយើងពិតប្រាកដពេលដែលយើងអត់ឲ្យនឹងគេពេលដែលយើងលើកលែងគេពេលដែលយើងមិនប្រកាន់គេគឺគេនឹង appreciate គេនឹងមានដំណងអរគុណគេនឹងមានអារម្មណ៍ថា grateful thankful មកកាន់យើងណាហ្នឹងហើយតែដល់ពេលយើងនៅកន្លែងខុសហាក់បីដូចជាយើងមើលរឿងណាគ្នាដែរឃើញមើលរឿងមកហើយមនុស្សដែល slow ពេលដែលគេធ្វើបាបទៅយើងខ្ជិលបញ្ហាច្រើនយើងចេះទ្រាំចេះជាតិគេនៅតែបន្តធ្វើបាបគេនឹងតែជន់នៅតែរហូតចឹងមកថាយើងមិនខុសទេតែគ្រាន់តែថាយើងនៅកន្លែងខុសយើងនៅកន្លែងខុសនៅក្នុងក្រុមមនុស្សដែលខុសហ្នឹងទៅហើយខ្ញុំជឿថាពិភពលោកយើងគឺវា is a mixture of good and bad វាជាកន្លែងមួយដែលវាចម្រុះគ្នាបាទមានទាំងល្អទាំងអាក្រក់អញ្ចឹងបើយើងជួបរឿងមិនល្អជួបមនុស្សដែលមិនល្អយើងចាត់ទុកថាជាបាទអភ័ព្វរបស់យើងទៅចាស់ហើយយើងព្យាយាម
ដកខ្លួនទៅនៅកន្លែងផ្សេងទៅសាកន្លែងផ្សេងទៅដើម្បីទៅលោកយើងអាចជួយមនុស្សល្អហ្នឹងបាទអញ្ចឹងណាតែមិនស្អីយើងគិតថាមិនអីទេប៉ុណ្ណឹងយើងទ្រាំបានគាត់ទៅអញ្ចឹងត្រឡប់មកវិញយើងជាមនុស្សល្អជាមានចិត្តល្អអត់ខុសទេយើងអត់ប្រកាន់ច្រើនក៏អត់ខុសដែរបាទយើងចេះយល់និងចេះអត់អោនក៏អត់ខុសដែរប៉ុន្តែសូមឲ្យយើងចេះសង្កេតមើលចេះ observe មើលថាកន្លែងហ្នឹងទីតាំងហ្នឹងមនុស្សទាំងអស់ហ្នឹងតើយើងគួរបញ្ចេញនៅថារឿងល្អទាំងអស់ហ្នឹងអត់អញ្ចឹងណាពេលខ្លះបើសិនជាយើងនៅកន្លែងខុសយើងទៅធ្វើល្អគាត់បានផលល្អយើងនៅកន្លែងខុសយើងជួយគេបែរជាខុសវិញហ្នឹងណាអញ្ចឹងយើងមើលកន្លែងហ្នឹងអូខេបាទប៉ុណ្ណឹងមើលកន្លែងហ្នឹងទៅថាកន្លែងហ្នឹងបរិបទហ្នឹងបរិស្ថានហ្នឹងមនុស្សក្រុមបែបហ្នឹងយើងគួរ behave បែបម៉េចយើងគួរតែបញ្ចេញអាកប្បកិរិយាបែបម៉េចដើម្បីតបតគេអញ្ចឹងណាអញ្ចឹងពីប៉ុណ្ណឹងហើយអរគុណទាំងអស់គ្នាដែលបានមើលហើយបើសិនជាគិតថាខ្លួនឯងជាមនុស្សល្អបន្តសកម្មភាពល្អទឹកចិត្តល្អរបស់ខ្លួនឯងតទៅទៀតអរគុណច្រើនទាំងអស់គ្នាបាយបាយ I'm out of here.